នេះគឺជាសាច់រឿងអេពីសូតទី16ក្រោយពីអ្នកទាំងពីរបានធ្វើការបង្ហាញខ្លួនមានតែសម្ពាធយ៉ាងខ្លាំងក្លាបានដាក់ទៅកាន់ពួកគេហើយបរិសនេះគាត់ក៏មានឈ្មោះថាមកហៃក៏ជាអ្នកការពារនៅក្នុងសម្ព័ន្ធភាពបរិសុទ្ធថ្មីចំណែកម្នាក់នេះមានឈ្មោះថាសៀឈីងនាងក៏ជាអ្នកការពារផងដែរមិនដល់ហើយអ្នកទាំងពីរក៏និយាយទៅកាន់លោកឆាន់ដោយការសង្ឃឹមថានឹងមានការផ្លាស់ប្ដូរចលនាជាមួយគ្នាខណៈដែលសម្ពាធបន្តដាក់ទៅកាន់ពួកគេលោកពូឆាន់គាត់ក៏បានអុកដាវៃផាច់សម្ពាធទាំងអស់វាក៏ត្រូវបានរសាត់អស់ទៅហើយពួកគេក៏បានកាត់អំពីសម្ពាធមុននេះយ៉ាងហោចណាស់ក៏បានស្ថិតនៅក្នុងអាណាចក្រច្បៃនេះលោកពូឆាន់ទៅតែកម្ចាត់ឆាំងហឹងហើយដែលពេលនេះក៏បន្តប៉ាជាមួយច្បៃនេះពីរនាក់ទៀតហាក់ដូចជាគាត់មិនអាចតស៊ូបាននោះទេពួកគេព្យាយាមប្រាប់ទៅកាន់លោកពូឆាន់ផងដែរថាកុំវាយបន្តអីប៉ុន្តែគាត់ក៏បានតបថាហេគ្រាន់តែជាអាណាចក្រ Grand Master ពីរនាក់តែប៉ុណ្ណោះហើយពួកឯងអាចចូលមកទាំងអស់គ្នាបានពួកគេបន្តពីលីចាំងភ្ញាក់ផ្អើលមែនតើឈីងមូក៏មានការបារម្ភពីស្ថានភាពរបស់លោកគ្រូហើយគាត់ក៏និយាយថាការបញ្ចប់ឆាប់រហ័សជាមួយនឹងជ័យជំនះវាគឺល្អបំផុតសម្រាប់ពួកយើងដូច្នេះឈីងមូបានត្រឹមតែបង្ខំចិត្តដើរចេញចំណែកពួកចង់ទស្សនានៃការ live ផ្ទាល់ក៏មានការឆ្ងល់ផងដែរហេតុអីបានជាឡាវឈិនគាត់ធ្វើបែបនេះលោកឈិនបានប្រាប់ថានោះក៏ដោយសារតែគាត់ត្រូវបានកលៈទេសៈបង្ខំក្រៅពីគាត់គ្មានអាណាម្នាក់មានសមត្ថភាពប្រើប្រាស់នៅជំនាញចាស់ៗនោះទេចំណែកលោកតាចង់បានត្រឹមតែដកដង្ហើមរីឯវាងសនហាក់ដូចជាមានការបារម្ភនៅក្នុងចិត្តផងដែរជាបន្តសាច់រឿងក៏បានកាត់ទៅកាន់មួយថ្ងៃមុនសង្សឺឬក៏អ្នកនាំសាររបស់សម្ព័ន្ធភាពបរិសុទ្ធថ្មីនិយាយតាក់ទងទៅនឹងលោកឆិនយ៉ុងជាគាត់បានធ្វើការវឹកហាត់នៅសិល្បៈចុងក្រោយដោយបង្ខំជាហេតុធ្វើជីពចរទាំង5របស់គាត់ត្រូវបានខូចខាតមកទល់ពេលនេះមិនទាន់ជាសះស្បើយដល់ឡើយនោះទេហើយបើគាត់បន្តនៅក្នុងការប្រយុទ្ធមួយដងជាពីរដងរបួសចាស់របស់គាត់ក៏កាន់តែអាក្រក់ទៅហេតុដូច្នេះនៅពេលដែលគាត់កាន់តែដុនដាបទៅគ្មាននរណាម្នាក់អាចមានឱកាសនៅក្នុងការបន្តនៅជំនាញចាស់ឲ្យមានឱកាសនៅក្នុងការងើបឡើងវិញបានឡើយនៃពេលនោះគេក៏បានធ្វើការបញ្ចេញនៅសម្ភារៈដ៏អស្ចារ្យវាគឺជាលំពេញពន្លឺបរិសុទ្ធនៃពេលនោះគាត់ក៏បានប្រកួតជូនទៅកាន់សៀឈីងប្រាប់ថានេះគឺជាអំណោយដែលបានផ្ដល់ដោយលោកម្ចាស់បរិសុទ្ធបញ្ជាក់ប្រាប់ទៅកាន់នាងឲ្យយកវាទៅហើយក្តីសង្ឃឹមរបស់ពួកយើងវាស្ថិតនៅក្នុងដៃរបស់នាងហើយនៃព្រះកញ្ញាចិនកាន់តែដុនដាបដោយសារតែរបួសចាស់នាងគួរតែរកការសម្លេះគេចោលទៅក្រោយពីនាងទទួលបញ្ជាចាក់ចេញទៅគាត់ក៏នៅតែបន្តគិតថាសិស្សច្បងលោកបានធ្វើការស្វែងរកលោកគ្រូអស់ពេញមួយជីវិតរបស់លោករហូតមកដល់ពេលនេះលោកគួរតែតាមរកគាត់នៅឯឋានទីស្ងប់ទៅដោយបតាមជួយសាយរឿងរបស់យើងនេះពេលនេះបន្ទាប់ពីលោកឆាន់បានកវីដាឆាយឆាយប្រាប់ទៅកាន់ពួកគេឲ្យចូលមកអ្នកទាំងពីរក៏ចាប់ផ្ដើមបញ្ចេញជាមួយអំណាចសៀឈីងនាងក៏និយាយផងដែរថានឹងធ្វើតាមសំណើរបស់លោកឆាន់ទៅចុះក្រោយពីនោះមកហើយគេក៏បានប្រើប្រាស់នៅចំហាយវាយប្រហារទៅលោកឆាន់នៅតែអាចប្រើប្រាស់ដៃរបស់គាត់គ្រោះវានៅថាមពលរបស់គេប៉ាំងចេញទៅខណៈនេះពេលនោះផងដែរសៀឈីងនាងក៏បានប្រើបំលាស់ទីទោះបីជាបែបនេះក៏ដោយក៏នៅតែបន្តបូលថាពិតជា slow មែនតែនហើយក៏នៅតែអាចធ្វើការទប់ទល់ព្រមជាមួយនឹងការកិច្ចអំពីការវាយប្រហាររបស់នាងក្រោយពីទប់ទល់គាត់ក៏បានធ្វើការវាយបកចុះឡើងចង់ជូនមួយនាងវត្តកន្ទុយទៅកាន់នាងប៉ុន្តែនាងក៏រងតន់ខណៈនោះបោះហើយក៏បានធ្វើការស្ទុះចូលមកគាត់ក៏បង្ខំចិត្តនៅក្នុងការកិច្ចនិងក៏ដឹងផងដែរថាពួកគេទាំងពីរបានធ្វើការវាយសម្រុកដើម្បីឲ្យគាត់អស់កម្លាំងជាបន្តសៀជាងនៅតែបន្តកវីលំពេញវាយប្រហារទៅកាន់គាត់ក៏នៅតែអាចប្រើប្រាស់ដាវទប់ទល់ជាមួយនឹងការវាយប្រហារនៃពេលនោះក៏បង្កើតជាការបន្ទោបណ្ដាលឲ្យគាត់ត្រូវបានប៉ាំងមកខាងក្រោយស្រាប់ពេលនោះមកហើយគេក៏បានប្រើប្រាស់ធម៌ពលរបស់គេវាយប្រហារជាហេតុធ្វើគាត់ប្រើលឺបិនកិច្ចអំពីចំហាយរន្ទះរបស់គេចុះឡើងមួយអន្លើនៃការកិច្ចចល័នគាត់ក៏ហាក់ដូចជាបាន teleport មកពីក្រោយកាប់ឆ្មក់ទៅកាន់មកហើយនៃពេលនោះគេក៏លវិសបញ្ចេញជាមួយត្រានៅក្នុងការទប់រងខណៈដែលគេបានប៉ាំងទៅខាងក្រៅគាត់ចង់ស្ទុះមកបន្ថែមប៉ុន្តែក៏ត្រូវបានសៀជាងមកទប់ស្កាត់ដោយការប្រើចលនាលំពេរបស់នាងវាយប្រហារចុះឡើងជាការឲ្យឱកាសទៅកាន់មកហើយបាញ់ជាមួយធម៌ពលបណ្ដាទៅកាន់គាត់ហើយដូច្នេះគាត់នៅកណ្ដាលពេលនេះពេជាវេទនាខ្លាំងមែនទែនដោយសារតែត្រូវទប់ទល់នឹងការវាយប្រហាររបស់សៀជាងផងព្រមជាមួយនឹងការកិច្ចអំពីចំហាយរន្ទះរបស់មកហើយឃើញគាត់នៅតែអាចធ្វើការតស៊ូជាមួយនឹងពួកគេបានសៀជាងក៏ចាប់ផ្ដើមបន្ថែមលឺបិនអថាកស្ពីតរបស់នាងមិនថាទៅបីយ៉ាងណាក៏ដោយលពូឈិននៅតែអាចធ្វើការវាយបកជាហេតុធ្វើនាងកិច្ចអំពីផ្លែដើររបស់គាត់នៅពេលនោះនាងក៏វិស៊ីមកផ្លែដើររបស់គាត់ទៅហើយសំណាងនាងក៏ចេះតែនិចនៅក្នុងការតតលំពេងទង្គិចជាមួយដើររបស់គាត់បណ្ដាលឲ្យគាត់ត្រូវបានប៉ាំងទៅខាងក្រោយស្រាប់ពេលមកហើយនៅខាងក្រោយក៏បន្តប្រមូលផ្ដុំនៅចំហាយធម្មពលពោពេញទៅដោយចំហាយរន្ទះសាយភាយបង្កើតបានទៅជាត្រានៅក្នុងការសង្កត់ទៅកាន់គាត់បាត់ទៅហើយវាគឺជាត្រាឋានសួគ៌ពិសិដ្ឋនឹងឯងដែលស្ថិតនៅក្នុងការប្រើប្រាស់ដោយអ្នកជំនាញកម្រិត Grand Master ក្រោយពីឃើញបែបនេះពួកគេទាំងអស់គ្នាពិតជាមានការបារម្ភទៅលើគាត់មែនទែនចំណែកចង់យ៉ាងបន្តទៅឃើញចឹងគាត់ក៏ហាក់ដូចជាលែងនៅទេសនាទៀតហើយចឹងមីងសនឃើញបែបនេះគេក៏អស់សំណើចបន្តិចអញ្ចឹងក្រោយពីពួកគេបានរងចាំផលិតផលនៃពេលនោះឃើញថាឡើយចិននៅតែអាចធ្វើកម្មបាយត្រាឋានសួគ៌ពិសិដ្ឋរបស់គេនិងឆោតទប់ទល់អំពីកណ្ដាប់ដៃរបស់មកហើយយ៉ាងសង្ហានៃពេលនោះម្ចាំយូគាត់ក៏បានធ្វើការចាប់បោកគេភោគទេក្រោយពីបងហើយក៏បន្តមកជើងរួចក៏បន្តច្បាច់កនៅក្នុងការយាដាចង់សម្លេះចោលទៅហើយប៉ុន្តែក៏ត្រូវបង្ខំចិត្តទប់ទល់អំពីលំពេងរបស់នាងខណៈដែលនាងក៏បន្តនៅក្នុងការសរុបចូលចង់ស្ទុះមកចាក់ទៅកាន់គាត់បន្ថែមប៉ុន្តែ
គាត់នៅតែអាចប្រើប្រាស់នៅជើងរបស់គាត់ជន់គេបលំពេរបស់នាងជាប់បាត់ទៅហើយស្រាប់ពេលតែគាត់ក៏ចង់យាដារបស់គាត់កាប់តែកាន់នាងប៉ុន្តែនាងនៅតែអាចប្រើប្រាស់វិធីសាស្ត្របញ្ចេញជាមួយត្រាទប់ទល់ផ្ដល់ឱកាសមកហើយមកពេលក្រោយប្រើប្រាស់នៅវិធីសាស្ត្ររបស់គេចាប់ចងដៃជើងរបស់គាត់នេះពេលនោះគាត់ក៏ល្វានាងចេញហើយក៏បន្តឈឺចាប់ដោយសារតែការចង់រត់ដោយខ្សែធម្មពលពន្លឺរន្ទះបិទសិទ្ធនឹងឯងជាបន្តយ៉ាងការទៅមើលគ្រួសារចង់យ៉ាងបន្តទស្សនាផ្ទាល់នៅលើយានអវកាសអន្តរតារានៃពេលនោះអ្នកនាំសាររបស់សម្ព័ន្ធបរិស័ទថ្មីហាក់ដូចជាបានធ្វើការបំផ្លាញរាងកាយតាក់ទងមកកាន់គាត់នៃពេលនោះគេក៏បានសរសើរអំពីកម្លាំងចិត្តរបស់គាត់ពិតជាប្រសើរឡើងវាពិតជាមានការផ្លាស់ប្ដូរទៅតាមការជាក់ស្ដែងនេះក៏បញ្ជាក់ថាថ្នាំប្រភេទថ្មីរបស់ពួកយើងបានដំណើរការពីលើកមុននៅតែអាចបន្តសហការបានមែនទេចង់ក៏បន្តថានៅពេលថ្មីនេះគាត់ហាក់ដូចជាមានអាការៈវិលមុខឈឺតិចចំមុះបំពង់កហើយកម្លាំងរបស់គាត់ក៏ចុះខ្សោយមើលទៅពេលវេលារបស់គាត់ចិត្តអស់ទៅហើយគេបានតបថាគេយល់អំពីបញ្ហានេះហើយបើសិនជាគាត់យល់ព្រមឲ្យគេខ្ចីបន្ទះទៅស័យព័ត៌មាននោះគេក៏ជឿជាក់ថានឹងអាចដោះស្រាយអំពីអត្តកំបាំងរបស់វានៅក្នុងការជួយទៅកាន់គាត់ឲ្យប្រឆាំងទៅនឹងច្បាប់របស់ឋានសួគ៌បញ្ជានៅអាយុជីវិតរបស់គាត់ឲ្យរស់នៅបន្តគាត់ប្រាប់ថាបើសិនជាឯងចង់ជីកកកាយឬក៏សិល្បៈចាស់គូទៅបង្ហាញនូវភាពស្មោះត្រង់ពិតប្រាកដលើកបែបនេះគេពិតជាខ្លាំងមែនទែនតាកញ្ចាស់នេះខណៈដែលគាត់ក៏បន្តពោលថាជ័យជំនះនឹងការបរាជ័យនឹងត្រូវបានសម្រេចនៅក្នុងពេលឆាប់ដោយបន្តមកយើងក៏លេខទៅមើលឡាឆិននៅកណ្ដាលពេលនេះគាត់ពិតជាមិនអាចធ្វើការរបំរាស់អំពីចំណងពន្លឺផ្គររន្ទះបិទសតរបស់គេបានឡើយនេះពេលនោះផងដែរសៀជាងនាងក៏ចង់បង្ហាញបញ្ចប់ទៅកាន់គាត់ប៉ុន្តែគាត់នៅតែអាចប្រើប្រាស់នៅកម្លាំងឲ្យនាងប៉ៅហើយក៏បន្តចាប់កវិញមកហើយជាមួយនឹងការបន្ថែមជូនមួយកដាប់ដៃប្រាជ្ញាដែលជាសិល្បៈសម្ងាត់របស់និកាយចិនមួយដៃពេញបបបណ្ដាលឲ្យមកហើយត្រូវបានប៉ៅអ្នកទាំងអស់គ្នាពិតជាភ្ញាក់ផ្អើលវ៉ាងសនក៏រសារទៅកាន់គាត់ដែលគាត់អាចធ្វើការវឹកហាត់នៅស្នៀតកដាប់ដៃរបស់ព្រះសង្ឃខ្មោចដល់កម្រិតនេះសៀជាងក្រោយពីឃើញបែបនេះក៏បន្តនៅក្នុងការស្ទុះចូលទៅចង់ចាក់ទៅកាន់គាត់ប៉ុន្តែចាក់មិនចូលឡើយយ៉ងចង់គាត់ក៏បានពោលបន្ថែមថាហាក់បីតែជំនាញសិល្បៈថ្មីនឹងចាញ់ម្ដងទៀតហើយអ្នកនាំសារបោះសម្ដីថាអញ្ចឹងមែនណោះនៃពេលនេះសៀជាងក៏ចាប់ផ្ដើមប្រើប្រាស់វិធីសាស្ត្របំផ្ទុះលំពេងហើយអសរគេក៏បានបញ្ជាក់ផងដែរថានេះក៏ជាការបំផ្ទុះតារានៃសារធាតុដ៏មហោស្ចារបច្ចុប្បន្នចាស់នៅធម្មពលផ្សាយភាយយ៉ាងខ្លាំងក្លាមហិមាជាហេតុប៉ះពាល់ទៅកាន់ការផ្សាយផ្ទាល់ខ្លាំងមែនទែនអ្នកទាំងអស់គ្នាពិតជាភ្ញាក់ផ្អើលចឹងមីងសនគេហាក់ដូចជាសប្បាយចិត្តបន្តិចឈិងមូពិតជាមានការបារម្ភទៅលើឡាវឆិនមែនទែនចង់ចូលទៅប៉ុន្តែមិនអាចឡើយនិងក៏មានការមកម៉ៅផងដែរដែលពួកគេប្រល្បិញមួយនេះនៅក្នុងការបង្កឲ្យជំងឺរបស់គាត់រើឡើងមួយអន្លើក្រៅមកស្នៀតវចរាដែលបានការពាររាងកាយរបស់គាត់នៅពេលនេះវាក៏ត្រូវបានប្រេះបាយឲ្យគាត់ហាក់ដូចជាឈឺចាប់បន្តិចក្រោយពីឃើញចឹងអ្នកនាំសារគេក៏និយាយថាឡាវឆិននៅពេលនេះចិត្តស្លាប់ទៅហើយហាក់បើទៅជំនាញចាស់គ្មាននរណាគេមើលឃើញអំពីវិធីសាស្ត្រនៃអាយុកាលវែងដ៏អស្ចារ្យនោះទេលោកចង់លោកគួរតែសម្រេចចិត្តឲ្យហើយទៅចំណែកមកហើយបន្តទៅឃើញសេជាងបាត់មាត់ចឹងគេពិតជាមានកំហឹងមែនតែនស្រ័យប្រាប់ទៅកាន់ឆិនយ៉ងជាឲ្យគាត់ធ្វើការលះបង់ជីវិតរបស់គាត់ភ្លាមមកក្រោយពីគេបានធ្វើការប្រមូលផ្ដុំនៅចំហាយរន្ទះវាយប្រហារទៅឡាឆិនក៏នៅតែអាចធ្វើការប្រមូលផ្ដុំនៅចំហាយទៅកាន់ដាវឬក៏បញ្ជាវាយប្រហារទប់ទល់នឹងកម្លាំងរបស់គេនៅកំឡុងពេលនោះគេក៏បានប្រើនៅកម្លាំងបន្ថែមទៀតអាចដូចជានេះពេលនេះឆិនយ៉ងជាមិនអាចធ្វើការទប់ទល់ជាមួយនឹងគេបានឡើយមិនថាច្បាប់ណាក៏ដោយក៏នៅតែបន្តព្យាយាមប្រើនៅកម្លាំងបន្ថែមនៅក្នុងការបញ្ជាស្រ័យមួយទំហឹងថាបំបែកដូចជាអ្វីដែលយើងបានឃើញថានៅពេលនោះដែលរបស់គាត់បានចាក់ទម្លុះរាងកាយរបស់គេទៅហើយរាងកាយរបស់គេក៏ត្រូវបានលេទៅជាផេះស៊ីឈីងដែលបានភ្ញាក់ឡើងវិញឃើញបែបនេះមានតែការស្លុតនៅក្នុងចិត្តមែនតែនចង់បន្តទៅឃើញចឹងគាត់ក៏ពោលឡើងថាល្បិចកលត្រូវបានរៀបចំយ៉ាងម៉ត់ចត់ជាមួយនឹងបញ្ញាខ្លាំងពេកត្រូវបង្កឲ្យគ្រោះថ្នាក់ហាក់មើលទៅលោកក៏មិនមែនជាគូប្រជែងរបស់គាត់ឡើយដោយសារតែបែបនេះគាត់ក៏លាទៅកាន់ចង់យ៉ងទៅចំណែកចង់យ៉ាងបន្តពីកំចាត់មកហើយមើលទៅកាន់គាត់នៅពេលនេះពិតជាប្រតិកម្មជាមួយរបួសចាស់ខ្លាំងមែនតែនវ៉ាងសុនក៏គិតថាគាត់ពិតជាមិនអាចទ្រាំបានឡើយក្រោយពីគាត់ធូរបន្តិចក៏ព្យាយាមប្រាប់ទៅកាន់សៀឈីងឲ្យនាងឈប់ពីលើបញ្ហានេះទៅយ៉ាងណាក៏ដោយនាងក្រនទៅជាកូនអុកដែលគេប្រើប្រាស់តែប៉ុណ្ណោះយើងដែលតែបន្តរឹងប្រាប់ថាបាត់មកទេនៃពេលនេះសេរីរាងទាំង5របស់លោកត្រូវបានខូចខាតទាំងស្រុងលោកមិនចាំបាច់បដៅខ្ញុំទេគួរតែបារម្ភពីខ្លួនឯងសិនទេហើយក៏បន្តស្ទុះចូលវាយប្រហារស្រ័យថាប្រគល់ជីវិតរបស់លោកមកគាត់ក៏បានត្រៀមជាមួយនឹងការនិយាយថាក្រុមមហន្តរាយដែលបង្កឡើងដោយខ្លួនឯងមិនអាចរស់រានមានជីវិតបាននោះទេគាត់នៅតែអាចប្រើកដាប់ដៃទប់ជាមួយនឹងកដាប់ដៃរបស់នាងដែលពេលនោះគាត់អាចធ្វើការមកបាយនៅត្រានៅក្នុងដៃរបស់នាងជាមួយធម្មពលនៃការបំផ្ទុះបណ្ដានាងត្រូវបានប៉ាំងខ្ទប់ទៅលទ្ធផលឃើញថានាងក៏ត្រូវបានដេកស្វាបហើយឡើងឈិននៅតែអាចបង្ហាញនៅចំហរបស់គាត់គ្រូសាវួរព្រមជាមួយវ៉ាងសនពិតជាសប្បាយចិត្តមែនទែនខណៈដែលគាត់ក៏បន្តពោលឡើងថាក្មេងៗចិត្តស្លាប់ហើយនៅតែមិនចេញមកដោយខ្លួនឯងទៀតមែនទេនៃពេលនោះគេបានចុះមកជាមួយនឹងការកោតសរសើរទៅលើសមត្ថភាពរបស់គាត់ដូចយ៉ាងណាក៏ដោយលោកគុំសង្ឃឹមថាអាចឈ្នះនៅក្នុងការប្រកួតនេះគេក៏ជាអ្នកជំនាញសិល្បៈថ្មីកម្រិត Grand Master បានប្រើប្រាស់នៅបច្ចេកទេសលំហូរបំផ្លាញផ្លូវចិត្តមានតែសម្ពាធយ៉ាងខ្លាំងក្លាបានដាក់ទៅកាន់ឡាយឆិនព្រមជាមួយអ្នកទាំងអស់គ្នានៅខាងក្រោយពិតជាមានការឈឺចាប់ខ្លាំងមែនទែនឃើញបែបនេះឈិងមូក៏មានការភ្ញាក់ផ្អើល
នៅលើយានអវកាសក្រុមនេះឯនេះវិញក៏មានការលុតសញ្ញាប្រកាសអាសន្នផងដែរជាហេតុធ្វើឲ្យពួកគេចាប់ផ្ដើមបោកខែលដើម្បីការពារយានអវកាសរបស់ពួកគេសង្ស៊ីគេបានសួរទៅកាន់ឡើងឈិនតាយ៉ាងម៉េចដែរដែលពេលដែលជំងឺចាស់របស់លោកបានរើឡើងដូច្នេះយ៉ាឡោលោកគួរតែសុំចោះចាញ់ទេប្រហែលជាខ្ញុំចិត្តល្អហៅឡានពេទ្យឲ្យនៅពេលនោះគាត់ក៏បានលើកដាវឡើងស្រែកថាចោះចាញ់មែនទេសួរដាវកញ្ចាស់របស់យើងសិនទៅនៅពេលនោះគាត់ក៏បានកាប់ចេញទៅជាមួយនឹងការស្រែកថាបំបែកជាមួយចំហាយដាវរបស់គាត់បានហោះទៅគេនៅតែអាចធ្វើការកេតជាមួយនឹងការគិតថានៅតែប្រើអំណាចដៃបង្ខំទៀតមែនទេហើយមកទៅលោកលេងចង់រស់ហើយនេះពេលនោះគាត់ក៏បានសរសើរដែលគេកិច្ចផុតព្រមទាំងបាននិយាយបន្ថែមថាសិស្សប្អូនឆាន់ខៃយើងខានជួបឯងយូរហើយឈៀងមូបន្តពេលចង្កនិយាយថាលោកពូឆាន់ខៃមែនទេរួចគេក៏បានសម័យឃើញរូបថតមានដូចជាលោកគ្រូរបស់ឆាន់យ៉ុងជានិងឆាន់ខៃដែលជាសិស្សប្អូនរបស់ឆាន់យ៉ុងជានឹងឯងកញ្ញាវូយិននាងក៏មានការភ្ញាក់ផ្អើលផងដែរក្រែងថាគាត់ត្រូវបានបាត់ខ្លួននៅក្នុងអាណាចក្រសម្ងាត់ជាង30ឆ្នាំទៅហើយលោកពូឆាន់ក៏បន្តនឹកស្មានថាគាត់បានចូលរួមជាមួយនឹងក្រុមសម្ព័ន្ធបទសតនៃសិល្បៈបច្ចេកវិទ្យាថ្មីចឹងសោះឆាន់ខៃក៏បន្តទៅកាន់រៀមច្បងថាគាត់នៅតែដដែលមិនចេះមានអ្វីដែលថ្មីលោកពូឆាន់បានប្រាប់ថាកុំតបាយច្រើនពេកវាយគ្នាទេនៅពេលគាត់យាដាវសម្រាប់ចូលទៅនៃពេលដូចឆាន់ខៃបានប្រើប្រាស់នូវអំណាចរបស់គេបញ្ចេញជាមួយនឹងអាវុធហាក់ដូចជាបានអមទៅដោយស្លាប់តែបានដោះចេញមកទោះប្រឆាំងគ្នានៅលើអាកាសនេះពេលនោះឃើញថាលោកពូឆាន់ហាក់ដូចជាត្រូវបានប៉ង់ទម្លាក់ទៅខាងក្រោមស្រាប់ពេលនោះគេក៏បានប្រើនៅចំហាយដាវវាយប្រហារទម្លាក់បន្ថែមជាហេតុធ្វើលោកពូឆាន់ប្រើប្រាស់បច្ចេកវិទ្យាបញ្ចេញជាមួយស្លាបរបស់គាត់ហោះកិច្ចរួចហើយក៏បានហោះឡើងទៅលើនៅក្នុងការកាប់ទៅកាន់គេបន្ថែមនេះពេលនោះគេបានធ្វើការបញ្ចេញស្លាបរបស់គេជាមួយនឹងការទប់ទល់នៅការវាយប្រហាររបស់គាត់លើអាកាសឡាឆាន់គាត់ក៏បានធ្វើការដកថយជាមួយនឹងការកាប់ហើយកាប់ទៀតមើលទៅកាន់គេហាក់ដូចជាគ្មានបញ្ហាអ្វីឡើយព្រោះតែគេអាចប្រើប្រាស់ស្លាបរបស់គេជាខែលការពារខណៈដែលគាត់ចង់ចាក់ម្ដងគេក៏បានប្រើប្រាស់នៅអំណាចបាត់ដៃជាត្រាខែលទប់ទល់ទៅនឹងការចាក់របស់គាត់ជាហេតុធ្វើឲ្យគាត់ត្រូវបានប៉ង់តែខាងក្រោយខណៈពេលនោះគេក៏បានធ្វើការបាញ់ភាគនៅចំហាយដាវរាប់ពាន់វាយប្រហារទៅកាន់គាត់បន្ថែមគាត់នៅតែអាចធ្វើការទប់ទល់នៅចំហាយដាវយ៉ាងច្រើនមួយនោះព្រមទាំងឆ្លៀតកាប់នៅចំហាយដាវសម្ដៅទៅកាន់គេប៉ុន្តែគេនៅតែអាចធ្វើការគេនិងក៏បន្តបញ្ចេញនៅចំហាយដាវយ៉ាងច្រើនសន្ធឹកសន្ធាប់មកបន្ថែមចំណែកឡាយឆិននៃពេលនេះបន្តហោះចល័តឃើញថារបួសរបស់គាត់កាន់តែធ្ងន់ធ្ងរទៅហើយទោះយ៉ាងណាក៏ដោយគាត់នៅតែអាចធ្វើការបង្វិលបីដូចជាស្លាបចាក់នៅក្នុងការទប់ទល់ជាមួយនឹងចំហាយដាវរបស់គេដែលឃើញគាត់បន្តស្ទុះរកខ្លួនដូច្នេះគេក៏បន្ថែមនៅចំហាយដាវនៃពេលនោះគាត់ក៏បានប្រើប្រាស់នៅចំហាយកាប់ចេញទៅវិលគួចដូចជាខ្យល់គួចចង្អែងកំចាត់នៅចំហាយដាវរាប់ពាន់របស់គេបង្កើតជាការបន្ទុះទាំងអ្នកទាំងអស់គ្នាចាំមើលលទ្ធផលបារម្ភពីឡាវឆិនខ្លាំងមែនទែនខណៈនោះឆិនខៃក៏បន្តនិយាយទៅកាន់ឡាវឆិនថាបងប្រុសហាក់មើលទៅលោកចិត្តអស់ដង្ហើមចុងក្រោយរបស់លោកហើយបញ្ចេញជាមួយកម្លាំងបន្ថែមស្រ័យថាកុំបង្ខំខ្លួនឯងទៀតអីនៅពេលនោះគេហាក់ដូចជាបានបង្កើតនៅចំហាយដាវធំចាក់ទៅកាន់គាត់ស្រ័យថាគួរទៅបញ្ចប់ទេប៉ុន្តែឡាវឆិននៅតែបន្តគេចុះឡើងជាមួយនឹងការយាដាវចង់ស្ទុះទៅរកគេប៉ុន្តែគេក៏បានប្រើប្រាស់នៅអំណាចប៉ះទាំងគេផ្លេចិត្តបណ្ដាលឲ្យគាត់ទម្លាក់ទៅខាងក្រោមហើយគេក៏បន្តស្ទុះទៅតាមផងដែរនៅក្នុងការប្រើនៅចំហាយដាវយ៉ាងធំសម្បើមរបស់គេចង់ចាក់ទៅកាន់គាត់បង្ហាយទោះយ៉ាងណាក៏ដោយគាត់នៅតែអាចធ្វើការកិច្ចព្រមជាមួយនឹងការវល់ខ្លួនឆាច់ជាហេតុធ្វើចំហាយដាវរបស់គេត្រូវបានខ្ទេចអស់ទេនៅខណៈពេលនោះគាត់ហាក់ដូចជាបានប្រើប្រាស់នៅដាវយកកាប់ទៅកាន់គេផាច់គេក៏បានប្រើស្លាបរងតែនៅត្រូវបានប៉ង់ទម្លាក់ទៅខាងក្រោមហើយដេកជុកទេហើយឡាវឆិនគាត់ក៏បាននិយាយថាក្រៃនេះគឺជាបច្ចេកទេសបំលែងដាវពិតប្រាកដមែនទេយ៉ាងម៉េចតើស្នៀតរបស់ឯងមានតែប៉ុណ្្នឹងទេនៅពេលនោះគេក៏បន្តហោះឡើងទៅលើជាមួយនឹងការនិយាយថាល្អណាស់លោកបច្ចុប្បន្នបង្ខំខ្ញុំមកដល់ចំណុចនេះក្រៃប្រខែងបែបនេះវូយិនឆ្ងល់ថាតើគឺជាអ្វីទៅពូឆាំងគាត់ក៏បានស្គាល់ថាតើអាចជាបច្ចេកទេសលំហនៅក្នុងក្របខ្សាច់ដែរទេវាគឺជាបច្ចេកទេសដែលបានបាត់បង់ជាយូរមកហើយវាក៏ជាស្នៀតអាចកំបាំងមួយដែរដែលអាចធ្វើការបង្កើតលំហល្អិតនៅក្នុងវត្ថុល្អិតហាក់មកទៅមេឃាពូពេញទៅដោយធម្មពលអាក្រក់ឆិនខៃតើលោកឈួតហើយមែនទេវូយិននាងក៏មានអារម្មណ៍មិនល្អនោះទេនៃពេលនោះស្រាប់តែផ្ទៃមេឃបានប្រែទៅជាអាប់អូខ្មៅខណៈដែលគេក៏បន្តបញ្ចេញនៅអ្វីទេអសរគេក៏បានប្រាប់ថាវាគឺជាវិជាហាមឃាត់ជាសិល្បៈមជ្ឈូងងឹតលេបត្របាក់ពលឹងលោកពូឆាំងគាត់ក៏បានស្គាល់បន្ថែមថាមជ្ឈូអាចកំបាំងនៃការឆក់យកពលឹងនឹងវិញ្ញាណមែនទេក្រែងវាគឺជាសិល្បៈត្រូវបានហាម5តាំងពីយូរមកហើយនាងក៏ដេលថាការប្រើសិល្បៈហាមឃាត់ដូច្នេះសេចក្តីថ្លៃថ្នូររបស់ Grand Master ទុកនៅទីណាទេចង់ហៅទៅកាន់សៀវវាងប៉ុន្តែស្រាប់តែគេតណាបាត់កាត់ថ្មឆិនខៃនៅគណៈពេលនេះបន្តប្រើប្រាស់វិធីសាស្ត្របាញ់នៅចំហាយចូលទៅក្នុងរាងកាយជាហេតុធ្វើគេហាក់ដូចជាមានការឈឺចាប់ខ្លាំងមែនទែនអ្នកទាំងអស់គ្នាបន្តទៅឃើញបែបនេះក៏មានការភ្ញាក់ផ្អើលឡាឆិនគាត់ក៏បាននិយាយថាដើម្បីសម្លាប់យើងឯងក៏ថែមទាំងបានធ្វើការលេបតបាក់នៅពលឹងរស់ទាំងអស់នេះតើឯងមិនខ្លាចថាបាយកម្មដ្ឋានទេគេតបថាបាយអ្វីទេមនុស្សធម្មតាមនុស្សអមតៈតែងតែវិនិច្ឆ័យហើយនេះពេលនេះគឺជាទីបញ្ជារបស់លោកហើយសិល្បៈថ្មីនេះតែខ្លាចជាអត្តភាពតែមួយគត់បន្តអសំណើចតែនៅពេលនេះលោកអាចធ្វើអ្វីខ្ញុំបានទេចំណែកវ៉ាងសននៅពេលនេះបន្តរត់ទាំងបញ្ញាជាមួយនឹងការនិយាយថាឡាវឆិនលោកត្រូវតែទ្រាំឲ្យបានហើយនៅពេលជាមួយគ្នាផងដែរអេពីសូតរបស់យើងក៏ត្រូវបានស្លេះតែកន្លែងនឹងឯង